លោកដូណាល់ ត្រាំបានដាក់ចេញផែនការសន្តិភាព20ចំណុចបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងហ្គាហ្សាទីក្រុង Washington កាលពីថ្ងៃច័ន្ទទី29ខែកញ្ញាឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានដាក់ចេញនូវផែនការសន្តិភាព20ចំណុចដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សាដែលបានសម្លាប់មនុស្សជាង 66,000 នាក់តាមសេចក្តីរាយការណ៍របស់ Al Jazeera ផែនការនេះត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទទួលយករួចទៅហើយនៅចាំតែក្រុមហាម៉ាស់ប៉ុណ្ណោះខាងក្រោមនេះគឺជាចំណុចទាំង20ដែលមាននៅក្នុងផែនការរបស់លោកដូណាល់ ត្រាំទី1តំបន់គ្មានភេរវកម្មហ្គាហ្សាត្រូវតែក្លាយជាតំបន់កាត់ផ្តាច់មនោគមវិជ្ជា Radical គ្មានភេរវកម្មដែលមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាងឡើយទី2ការអភិវឌ្ឍតំបន់ហ្គាហ្សានឹងត្រូវអភិវឌ្ឍឡើងវិញដើម្បីផលប្រយោជន៍ប្រជាជនខ្លួនបន្ទាប់ពីការខូចខាតនិងទុក្ខវេទនាដ៏ធ្ងន់ធ្ងរទី3ការបញ្ចប់សង្គ្រាមភ្លាមៗប្រសិនបើភាគីទាំងពីរទទួលយកសំណើនេះសង្គ្រាមនឹងត្រូវបញ្ចប់ភ្លាមៗអ៊ីស្រាអែលនឹងដកថយទៅកាន់ខ្សែបន្ទាត់ដែលបានព្រមព្រៀងដើម្បីត្រៀមដោះលែងចំណាប់ខ្មាំងប្រតិបត្តិការយោធាទាំងអស់នឹងត្រូវផ្អាកជាបណ្ដោះអាសន្នខណៈខ្សែបន្ទាត់ប្រយុទ្ធត្រូវរក្សាទុកដដែលរហូតដល់លក្ខខណ្ឌសម្រាប់ការដកកងទ័ពពេញលេញត្រូវបានបំពេញទី4ការប្រគល់ចំណាប់ខ្មាំងក្នុងរយៈពេល72ម៉ោងបន្ទាប់ពីអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងជាសាធារណៈចំណាប់ខ្មាំងទាំងអស់ទាំងរស់និងស្លាប់គឺត្រូវតែប្រគល់មកវិញទី5ការដោះលែងអ្នកទោសនៅពេលដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងអ៊ីស្រាអែលនឹងដោះលែងអ្នកទោសជាប់គុកមួយជីវិតចំនួន250នាក់បូករួមទាំងពលរដ្ឋហ្គាហ្សា1700នាក់ដែលត្រូវបានឃុំខ្លួនក្រោយថ្ងៃទី27ខែតុលាឆ្នាំ2023ទី6ការរំសាយអាវុធក្រុមហាម៉ាស់ត្រូវតែរំសាយអាវុធហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនដូចជាផ្លូវរួមក្រោមដីឃ្លាំងអាវុធឬមជ្ឈមណ្ឌលបញ្ជាការនឹងត្រូវរុះរើហើយនឹងបំផ្លាញចោលទាំងអស់ទី7ការមិនចូលរួមរដ្ឋបាលក្រុមហាម៉ាស់នឹងត្រូវដកចេញពីតួនាទីគ្រប់គ្រងរដ្ឋបាលអ្នកដែលប្រឆាំងនឹងអំពើហិង្សាអាចនឹងទទួលបានការលើកលែងទោសដោយមានជម្រើសសម្រាប់ការចាកចេញទៅកាន់កន្លែងផ្សេងដែលមានសុវត្ថិភាពទី8រដ្ឋាភិបាលបណ្ដោះអាសន្នរដ្ឋាភិបាលប៉ាឡេស្ទីនបណ្ដោះអាសន្នដែលជាអ្នកបច្ចេកទេសនិងគ្រប់គ្រងតំបន់ហ្គាហ្សាក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកទី9កងកម្លាំងស្ថិរភាពអន្តរជាតិឬកម្លាំងរក្សាសន្តិភាពនឹងត្រូវជំនួសកងកម្លាំងអ៊ីស្រាអែលក្នុងការធានាសន្តិសុខនៅហ្គាហ្សាក្រោយអ៊ីស្រាអែលដកទ័ពទី10ក្រុមប្រឹក្សាសន្តិភាពមានសំណើបង្កើតក្រុមប្រឹក្សាសន្តិភាពដើម្បីត្រួតពិនិត្យដំណើរការអន្តរកាលនេះដោយលោកដូណាល់ ត្រាំនឹងធ្វើជាប្រធានរួមជាមួយអ៊ីស្រាជននានាដូចជាលោកតូនី ប្លែរជាដើមទី11ការមិនកាត់យកទឹកដីផ្អែកលើផែនការនេះអ៊ីស្រាអែលនឹងមិនមានការកាត់យកទឹកដីតំបន់ហ្គាហ្សាឡើយក្រោមផែនការនេះក៏ហាមឃាត់ការបញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធដោយអ៊ីស្រាអែលផងដែរទី12ផ្លូវឆ្ពោះទៅកាន់បង្កើតរដ្ឋប៉ាឡេស្ទីនផែនការនេះបានបង្ហើបពីផ្លូវទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីនមួយនាពេលអនាគតដែលអាស្រ័យលើកំណែទម្រង់ក្នុងរដ្ឋអាជ្ញាប៉ាឡេស្ទីនទី13ការកកើតឡើងវិញមានផែនការកសាងនិងអភិវឌ្ឍតំបន់ហ្គាហ្សាឡើងវិញដ៏ធំសម្បើមដែលផ្ដល់មូលនិធិដោយដៃគូអារ៉ាប់និងអន្តរជាតិជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសឆ្លាតវៃនិងហេដ្ឋារចនាសម្ព័ន្ធទី14ការត្រួតពិនិត្យជាអន្តរជាតិបន្ទាប់ពីអ្វីៗបានបង្កើតឡើងតាមផែនការនឹងមានការបង្កើតការត្រួតពិនិត្យនិងឃ្លាំមើលពីអន្តរជាតិសម្រាប់សន្តិសុខការរំសាយអាវុធនិងសិទ្ធិមនុស្សដោយប្រើតួអង្គអព្យាក្រឹតទី15ការដកទ័ពជាដំណាក់កាលអ៊ីស្រាអែលនឹងធ្វើការដកទ័ពជាដំណាក់កាលដើម្បីគ្រប់គ្រងសន្តិសុខនិងដំណើរការអន្តរកាលទី16ផ្លូវសុវត្ថិភាពទីនោះនឹងមានការផ្ដល់នូវផ្លូវសុវត្ថិភាពសម្រាប់សមាជិកក្រុមហាម៉ាស់ដែលបានទម្លាក់អាវុធហើយជ្រើសរើសចាកចេញពីតំបន់ហ្គាហ្សាទី17ការផ្សះផ្សាជំរុញកិច្ចសន្ទនារវាងសាសនានិងកម្មវិធីនានាដើម្បីលើកកម្ពស់ការរស់នៅសន្តិភាពអនុភាពនិងការផ្សះផ្សាគ្នាទី18កំណែទម្រង់ PA នឹងមានការកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីនពង្រឹងស្ថាប័នអភិបាលកិច្ចនិងនីតិរដ្ឋផងដែរទី19ទួនាទីរដ្ឋអារ៉ាប់ប្រទេសអារ៉ាប់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខផ្ដល់មូលនិធិនិងអភិបាលកិច្ចដើម្បីគ្រប់គ្រងស្ថិរភាពនៅតំបន់ហ្គាហ្សាទាំងមូលទី20ការផ្ដល់ជំនួយការចូលរួមចែកចាយនិងផ្ដល់ជំនួយនៅតំបន់ហ្គាហ្សានឹងដំណើរការដោយគ្មានការជ្រៀតជ្រែកពីភាគីទាំងពីរតាមរយៈអង្គការសហប្រជាជាតិនិងទីភ្នាក់ងាររបស់ខ្លួននិងអត្តច័ន្ទក្រហមបន្ថែមលើស្ថាប័នអន្តរជាតិផ្សេងទៀតដែលមិនមានទំនាក់ទំនងជាមួយភាគីណាមួយឡើយ